វានាំស្ដីសតទេអគ្គស្នងការនគរបាលជាតិវិធីប្រកាសបង្កើតការិយាល័យសហប្រតិបត្តិការព័ត៌មានសង្គមទេភារកិច្ចតែងតាំងដំណែងនិងបំពាក់ថនតរសាមានសមាជិកស្វ័យការចូលរួមចំនួន98នាក់ស្រី8នាក់បាត់ទៀតខ្ញុំបាទសូមគ្រប់ទូលជាតិគោរពបានដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សថេកអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី26ខែកញ្ញាឆ្នាំ2025ឯកឧត្តមសេនីយ៍ឯកអ៊ីសុខីអគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេកអគ្គស្នងការនគរបាលជាតិបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបង្កើតការិយាល័យសហប្រតិបត្តិការព័ត៌មានសន្តិសុខសង្គមទេភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងអក្រិតកម្មឆ្លងដែននៅអគ្គស្នងការដ្ឋាននគរបាលជាតិបន្ទាប់ពីលោកស្រីឧត្តមសេនីយ៍ត្រីមានម៉ានីអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនិងអក្រិតកម្មឆ្លងដែនបានឡើងអានសេចក្តីប្រកាសស្តីពីការបង្កើតការិយាល័យសហប្រតិបត្តិការព័ត៌មានសន្តិសុខសង្គមចំណុះនាយកដ្ឋានប្រឆាំងភេរវកម្មនិងអក្រិតកម្មឆ្លងដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិរបស់ក្រសួងមហាផ្ទៃនិងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងអក្រិតកម្មឆ្លងដែនរួចមកឯកឧត្តមសេនីយ៍ឯកធូសរឿនប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនិងអក្រិតកម្មឆ្លងដែនបានឡើងធ្វើបទបង្ហាញអំពីការកកើតរបស់នាយកដ្ឋានប្រឆាំងភេរវកម្មនិងអក្រិតកម្មឆ្លងដែននិងការបង្កើតឲ្យមានការិយាល័យសហប្រតិបត្តិការព័ត៌មានសន្តិសុខសង្គមនិងអំពីវឌ្ឍនភាពការអនុវត្តការងារប្រចាំខែបញ្ហាប្រឈមសំណុំពរឯកឧត្តមសេនីយ៍ឯកអ៊ីសុខីអគ្គស្នងការរងនគរបាលជាតិតាំងនាមឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិសូមចូលរួមអបអរសាទរយ៉ាងក្រៃលែងនិងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានប្រឆាំងភេរវកម្មនិងអក្រិតកម្មឆ្លងដែនដែលបង្ហាញអំពីលទ្ធផលការងារសម្រេចបានក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងបន្តឲ្យកាន់តែល្អប្រសើរបន្ថែមទៀតឯកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិបានសង្កត់ធ្ងន់ដល់លោកស្រីឧត្តមសេនីយ៍វរសេនីយ៍អនុនាយកដ្ឋានលោកស្រីនាយការិយាល័យដែលទើបបង្កើតថ្មីនេះត្រូវធ្វើផែនការសកម្មភាពរៀបចំផែនការយុទ្ធសាស្ត្រលើការងារសម្របសម្រួលជាមួយស្ថាប័នអង្គភាពជំនាញក្នុងការប្រមូលទិន្នន័យព័ត៌មានការស៊ើបបញ្ជាក់ព័ត៌មានមុខសញ្ញាបង្កើនការយកចិត្តទុកដាក់ប្រមូលព័ត៌មានតាមរយៈវិធានការជំនាញបន្តជំរុញដោះស្រាយកិច្ចការងារស្រាវជ្រាវស៊ើបអង្កេតបន្តការយកចិត្តទុកដាក់ស្រាវជ្រាវប្រមូលចុងក្រងព័ត៌មានពាក់ព័ន្ធសន្តិសុខជាតិសម្រាប់បម្រើឲ្យការងារស៊ើបអង្កេតនិងអនុវត្តច្បាប់បន្តពង្រឹងបទបញ្ជាផ្ទៃក្នុងគោរពវិន័យការប្រើប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវធ្វើជាសេនាធិការវិភាគព័ត៌មាននិងវាយតម្លៃអំពីសភាពការសន្តិសុខជាតិជូនប្រធាននាយកដ្ឋានដើម្បីធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ពិនិត្យនិងសម្រេចដាក់ចេញនៅវិធានការចាំបាច់សម្ដៅទប់ស្កាត់ប្រឆាំងភេរវកម្មនិងអក្រិតកម្មនឹងត្រូវចេះសហប្រតិបត្តិការជាមួយបណ្ដាបរទេសដទៃទៀតជាពិសេសត្រូវចេះលើកស្ទួយសមត្ថភាពផ្នែកបច្ចេកវិទ្យានិងភាសាបរទេសក្នុងការទំនាក់ទំនងជាមួយជនបរទេសទោះបីការិយាល័យមួយនេះទើបបង្កើតថ្មីក៏ពិតមែនតែមន្ត្រីនិងថ្នាក់ដឹកនាំសុទ្ធតែជាមន្ត្រីចាស់នៅក្នុងនាយកដ្ឋានដែលធ្លាប់មានបទពិសោធន៍ធ្វើកិច្ចការងារនេះកន្លងមកក្នុងឱកាសនោះឯកឧត្តមសេនីយ៍ឯកអ៊ីសុខីអគ្គស្នងការរងនគរបាលជាតិក៏បានផ្ដល់កិត្តិយសបំពាក់ឋានន្តរស័ក្តិដល់លោកស្រីនាយនាយរងការិយាល័យលោកស្រីនាយនាយរងផ្នែកនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងអក្រិតកម្មឆ្លងដែនផងដែរ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ